តោះបងប្អូនប្រាប់អ្នកដៃថ្មីបាទសម្រាប់អ្នកកាន់ងារសំណងខ្នាតតូចខ្នាតមធ្យមបាទខ្នាតកតាលបាទសម្រាប់អ្នកដៃថ្មីបាទអ្នកដែលមានជំនាញស្រាប់ហើយគឺខ្ញុំអត់និយាយទេខ្ញុំនិយាយតែអ្នកដៃថ្មីនេះជាការចែករំលែកនៃបទពិសោធន៍របស់ខ្ញុំបាទអញ្ចឹងពាក្យពោលនៃការប្រើធ្នឹមណាបងប្អូនការប្រើប្រាស់ធ្នឹមយើងគួរតែប្រើឲ្យចំគោលដៅដែលយើងត្រូវប្រើគោលដៅហ្នឹងគឺយ៉ាងម៉េចបងប្អូនកន្លែងណាដែលមានរៀបជញ្ជាំងឥដ្ឋគឺយើងត្រូវដាក់ធ្នឹមណាគឺយើងត្រូវរៀបឲ្យចំទៅលើធ្នឹមអញ្ចឹងអានេះគឺជាការចែករំលែកមួយព្រោះខ្ញុំធ្លាប់កាលមុនខ្ញុំធ្លាប់ធ្វើកូនឈ្នួលគេខ្ញុំធ្លាប់ស៊ីថ្ងៃពីគេខ្លះគេចាក់ធ្នឹម4ជ្រុងបងប្អូនណាអញ្ចឹងមានន័យថាតសវាមាន4ជ្រុងគេរត់កាឡាខ្វែងគេរត់កាឡាទៅតឹងបដ ாய் បែបជួរតសប៉ុន្តែដល់ពេលរៀបអត់គេត្រូវកាច់ម៉ូតបងប្អូនណាត្រូវកាច់ម៉ូតឲ្យលឹះឲ្យលៀនឬក៏កន្លែងបន្ទប់ទឹកគេអត់មានរត់ធ្នឹមទេគឺគេរៀបពីលើសាបណាឬក៏គេប្រើចាក់សាបហើយគេដាក់ប្រកបដែកកូនធ្នឹមតូចមួយសម្រាប់សកួរប៉ុន្តែបច្ចេកទេសរបស់ខ្ញុំនេះគឺអត់ប្រើជាងទេបងប្អូនណាគឺបច្ចេកទេសរបស់ខ្ញុំនេះគឺខ្ញុំប្រើធ្នឹមដាក់ឲ្យចំគោលដៅកន្លែងដែលត្រូវមានរៀបអិតណាមានការរៀបអិតគឺយើងដាក់ធ្នឹមឲ្យចំកន្លែងដែលយើងត្រូវរៀបអិតអញ្ចឹងឧទាហរណ៍ថាជញ្ជាំងផ្ទះមានម៉ូតមានបន្ទប់កន្លែងណាគឺយើងដាក់ធ្នឹមពេត្រូឲ្យចំជញ្ជាំងនៃការរៀបអិតនៃការជញ្ជាំងផ្ទះនៃការម៉ូតដែលយើងរៀបចំគឺយើងដាក់ត្រូឲ្យចំពីក្រោមនៃជញ្ជាំងផ្ទះណានៃជញ្ជាំងអិតអញ្ចឹងកន្លែងណាដែលមានការរៀបអិតគឺយើងមិនបាច់ប្រើធ្នឹមក៏បានដែរតែយើងប្រើជាមួយការចាក់សាបអញ្ចឹងកម្រិតរបស់វា3ម៉ែត្រ4ជ្រុងយើងវាអត់ឃ្លាតពេកទេយើងអាចចាក់សាបបានហើយណាត្រឹម3ម៉ែត្រ4ជ្រុងឬក៏3ម៉ែត្រកន្លះអីបាទយើងចាក់សាបបានហើយអញ្ចឹងកម្រិតរបស់ខ្ញុំនេះ3ម៉ែត្រ1បាទហើយធ្នឹមរបស់យើងរៀបញឹកចឹងបណ្ដោយណាធ្នឹមរបស់យើងរៀបសម្រាប់ផ្ទះកាពើ5ខ្នាតតូចៗណាមិនមែនបើយើងរៀបជាវិឡាយើងគួរតែប្រើដែករៀងញឹកនេះតិចទៅហើយកយេក៏ដូចគ្នាដែរយើងគួរតែចំណុចក្បាលសសរយើងដាក់ឲ្យញឹកជាងគេហើយចំណុចកដាលគឺយើងប្រើរៀងល្មមទៅហ្នឹងហើយដើម្បីធ្វើ